ឡើងជិះលើខ្នងខ្ញុំណាជិះទៀតឲ្យមែនទេខ្ញុំខ្លាចតែសង្កត់លបងទេកុំបារម្ភអីឆាប់ត្រៀមខ្លួនឡើងណាក្នុងពេលនេះកូនក៏បានពង្រឹងខ្លួនធំជាងមុនហើយនឹងបញ្ចេញស្លាបដ៏ស្រស់ស្អាតរបស់វាចេញមកចំមានរឿងអីចេះលបងកោមានស្លាប់ផងដែរមែនទេមែនហើយយើងប្រាប់ប្អូនអញហាញតាថាយើងមិនមែនជាគោធម្មតាទេកុំនិយាយច្រើនឡើងមកនៅលើអាកាសអរចានណានេះជាលើកទី1ហើយដែលខ្ញុំបានឃើញកូនកោមានស្លាប់នោះមិនចម្លែកអស់ចានទេនៅក្នុងចក្រវាលនេះមានរឿងអាចកំបាំងច្រើនណាស់គ្រាន់តែមនុស្សធម្មតាមិនអាចជួបមិនអាចមើលឃើញនោះទេពិតមែនទេខ្ញុំពិតជាចង់ឃើញណាស់នៅក្នុងចក្រវាលនេះធំធេងណាស់ជីវិតនៅលើផែនដីគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះប៉ុន្តែមានជីវិតច្រើនផ្សេងទៀតនៅក្នុងចក្រវាលដែលប្លែកៗនិងអស្ចារ្យគ្រាន់តែយើងមិនធ្លាប់បានឃើញប៉ុណ្ណោះតើធ្វើយ៉ាងម៉េចទៅធ្វើឲ្យឃើញពួកគេបានរឿងខ្លះយើងមិនអាចនិយាយបានទេក្នុងពេលនោះកូនគោបាននាំយកពិជ័យហោះហើរទៅលើអាកាសខ្ពស់ទៅនៅលើអាកាសដ៏សាខ្ពស់លបងកោអស្ចារ្យណាស់ពិតជាអស្ចារ្យមែនទែននេះជាលើកទី1ហើយសម្រាប់ខ្ញុំកុំរវល់តែរំភើបតោងជាប់ណាយើងទៅមុខទៀតហើយកូនគោបាននាំពិជ័យហោះហើរលើអាកាសខ្ពស់ឡើងធ្វើឲ្យពិជ័យមានអារម្មណ៍ថាសប្បាយចិត្តនិងស្ងាត់អស្ចារ្យជាខ្លាំងយើងនឹងនាំលោកប្អូនឲ្យស្គាល់ពីអ្វីដែលអស្ចារ្យជាច្រើនទៀតមិនដែរឥឡូវបាត់នឿយណាយពីរឿងជាពាក់ប្រាក់ពហុនខ្លះហើយមែនទេបាត់ហើយលបងកោពេលនេះខ្ញុំសប្បាយចិត្តណាស់ខ្ញុំរសាយពីអារម្មណ៍កើតទុកខ្លះហើយកុំពិបាកចិត្តពេកអីក្នុងโลกនេះតែងតែជួបរឿងសប្បាយចិត្តនិងរឿងមិនសប្បាយចិត្តជារឿងធម្មតាទេសំខាន់ត្រូវតែធ្វើល្អឲ្យបានខ្ជាប់ខ្ជួនបានលបងកោមែនហើយប៉ុន្តែពួកយើងហោះហើរទៅដល់ទីណាទៅសំតោងឲ្យជាប់ណាបន្តិចទៀតលោកប្អូននឹងបានដឹងហើយពួកគេហោះហើរផ្លូវឆ្ងាយរហូតដល់ឋានមួយដែលនៅខ្ពស់ពីទីដីនោះគឺជាព្រះរាជវាំងរបស់យក្សកំណានៅឋានយក្សាលបងកោទីនេះជាកន្លែងអីទៅទីនេះគឺជាដែនដីអស្ចារ្យរបស់យក្សហើយយើងមកយកប្រាក់មួយចំនួនរបស់យក្សនោះផងដែរតែយើងកំពុងទៅលួចប្រាក់យក្សមែនទេមិនមែនទេយើងមកយកតែប៉ុណ្ណោះព្រោះមាសប្រាក់ទាំងអស់នោះមិនមែនជារបស់យក្សទេតែជារបស់អ្នកណាទៅលបងកោមាសប្រាក់ទាំងអស់នោះគឺយក្សកំណាចបានប្រមូលយកមកពីអ្នកមានតែប៉ុណ្ណោះយក្សនោះវាសាងអំពើអាក្រក់ច្រើនណាស់ពេលនេះយើងនឹងយកទៅសងពហុននិងយកទៅជួយអ្នកក្រផងដែរបានតែពេលនេះគួរធ្វើបែបណាបន្តទៅបង្គោកុំខ្លាចអីយើងត្រូវតែប្រយ័ត្នកុំឲ្យយក្សដឹងតែថាពេលនេះឯងឃ្លានដែរទេមែនហើយខ្ញុំឃ្លានណាស់បង្គោព្រោះខ្ញុំមិនទាន់បានហូបអីអស់ច្រើនថ្ងៃមកហើយបាញ់ចឹងចាំកាលទៀតឆាប់ហូបអាហារទាំងអស់នេះទៅឆាប់ឡើងពិជ័យនិងកូនគោនាំគ្នាឆៃអាហាររបស់យក្សទាំងមួយចំអែតតែម្ដងឆ្ងាញ់ខ្លាំងណាស់លបងកោអើយនេះខ្ញុំមិនដែលបានហូបអាហារណាឆ្ងាញ់បែបនេះពីមុនមកទេដល់ពេលហើយយើងទៅយកមាសមួយចំនួនមកឆាប់ឡើងនៅក្បែរនេះទេឃើញហើយលបងតោះពេលនោះពិជ័យនិងកូនគោក៏បានយកមាសមួយចំនួនរបស់យក្សរួចហោះហើរមកផ្ទះវិញនៅតាមផ្លូវលើដីពិតជាអស្ចារ្យណាស់លបងកោខ្ញុំមិនដែលដឹងថានៅក្នុងโลกនេះមានអីចម្លែកបែបនេះសោះពិតណាស់ឥឡូវពួកយើងទៅផ្ទះវិញបើពហុនមកទាប្រាក់យើងសងគាត់វិញតែម្ដងទៅណាអរគុណហើយលបងកោកូនគោក៏ប្រែមកជាកូនគោធម្មតានិងបានលាក់ស្លាប់បាត់ទៅវិញឬក៏ទៅដល់ផ្ទះពិជ័យតាមធម្មតានៅផ្ទះយាយដួងម្ដងនេះពហុនមកជាមិនមានអីមកមាក់ងាយពួកយើងទៀតទេទុកចិត្តចោះលោកប្អូនគ្មានអ្នកណាមកមើលងាយឯងថាក្រទៀតទេលុះស្អែកមកដល់ពហុនក៏បានវិលមកទាប្រាក់ដោយជំពាក់ម្ដងទៀតយ៉ាងម៉េចទៅហើយពិជ័យឯណាប្រាក់សូមមេត្តាទៅក្មួយហ៊ុនយាយគ្មានទេនេះខ្ញុំមកទាប្រាក់ណាឲ្យខ្ញុំមេត្តាដល់ណាទៀតថ្ងៃនោះបើគ្មានប្រាក់ទេមកទិញមេកោសង្គមនោះយកទៅធ្វើអីកុំបារម្ភអីម៉ែកូនមានប្រាក់ហើយនេះពូខ្ញុំសងទាំងដើមទាំងការតែម្ដងប្រសើរណាស់យើងក៏មិនចង់មកម្ដងហើយម្ដងទៀតដែរឲ្យមកពូហ៊ុនយកប្រាក់ហើយក៏បានដើរចេញទៅយ៉ាងលឿនត្រឡប់ទៅវិញចុះកូនបានប្រាក់មកពីណាទៅកូនគឺកូនបានមកពីការខំប្រឹងណាម៉ែសូមម៉ែកុំបារម្ភអីម៉ែកូនមានកម្លាំងកូនអាចធ្វើការរកប្រាក់បានណាម៉ែចាកូនបានកូនចេះគិតអញ្ចឹងណាម៉ែក៏មិនពិបាកចិត្តដែរម៉ែទៅសម្រាប់ហើយណាអរិយៈទេ